រឿងដំបៅមិនឈឺកុំយកឈើចាក់មានគ្រួសារមួយនៅឯជនបទពីរនាក់ប្តីប្រពន្ធមានកូនស្រីមួយរៀបការប្តីទៅនៅឯទីក្រុងពួកគាត់ទាំងពីរនាក់ស្រឡាញ់គ្នាណាស់ហើយចិត្តល្អទៀតផងពុកវាតើថ្ងៃនេះពុកវាឯងចង់ហូបម្ហូបអីគេថ្ងៃនេះខ្ញុំនឹងទៅផ្សារទិញម្ហូបឲ្យឯងហូបឲ្យបានឆ្ងាញ់ម្ដងណាអាយ៉ាម៉ែវាថ្ងៃនេះចម្លែកម្ល៉េះចម្លែកអីទៅឪវាខ្ញុំធ្វើដូចជាសពរដងតើគឺចម្លែកត្រង់ថាចេះសួរខ្ញុំទៅចង់អីទៀតប្រហែលជាដឹងថាយប់មិញខ្ញុំអស់កម្លាំងខ្លាំងហើយម៉ែវាឯងនេះពិតជាយល់ចិត្តខ្ញុំខ្លាំងណាស់មិនដឹងជាស្អីទេពុកវាឯងនេះពួកយើងចាស់អស់ទៅហើយនៅចំអកឡក់លើដាក់ខ្ញុំទៀតម៉ែវាឯងមានតែចាស់ឯណានៅតែក្មេងហើយស្អាតនៅតែជាក្មេងតូចរបស់ខ្ញុំរហូតនឹងអេប៉ណ្ណឹងបានហើយពុកវាឥឡូវពុកវាឯងសម្រេចទៅថាតើពុកវាឯងចង់ពិសាអីខ្ញុំប្រញាប់ទៅផ្សារផងបាទម៉ែវាខ្ញុំសម្រេចចិត្តហើយថាខ្ញុំចង់សម្លកកូរហើយម៉ែវាឯងទិញបន្លែឲ្យគ្រប់មុខមកព្រោះខ្ញុំចូលចិត្តហូបបន្លែខ្លាំងណាស់អេពុកវាឯងនេះពិតជាចិត្តដូចគ្នាណាស់អញ្ចឹងពុកវាឯងនៅចាំផ្ទះណាខ្ញុំទៅផ្សារហើយទៅចុះប្រពន្ធសម្លាញ់ហើយឆាប់មកវិញផងណាបងបារម្ភប្តីប្រពន្ធពីរនាក់នេះចាស់ក៏ពិតមែនក៏ប៉ុន្តែស្វីតក្មេងមិនដូរទេជំរាបសួរកូនពុកនឹងម៉ែសុខសប្បាយទេហើយម៉ែតាណាហើយពុកម៉ែកូនឯងទៅផ្សារបាត់ហើយកូនចង់ជួបម៉ែមិនទេកូនចាំពេលម៉ែកូនឯងមកពីផ្សារវិញពុកនឹងឲ្យម៉ែកូនឯងខលទៅរកកូនវិញណាកូនចាពុកមិនអីទេកូនពេលតនេះចង់ប្រាប់ពុកម៉ែថាឯងកូនទៅលេងពុកម៉ែហើយពិតមែនហើយកូនពិតជាមកលេងពុកម៉ែមែនហើយកូនចាស់មែនណាពុកឯងនេះកូននឹងទៅលេងពុកម៉ែពេលព្រឹកហើយពុកកំពុងតែនឹកកូនស្រាប់ផងពេលដែលម៉ែឯងបានឮថាកូនមកលេងបែបនេះណាប្រហែលជាសប្បាយចិត្តខ្លាំងហើយចំណែកឯកូនឯណេះក៏នឹកពុកម៉ែដូចគ្នាចាំស្អែកចាំជួបគ្នាណាពុកលុះស្អែកឡើងនៅផ្ទះកញ្ចនាជាមួយនឹងស្វាមីយ៉ាងម៉េចហើយអូនរៀបចំខ្លួនរួចរាល់ហើយឬនៅយើងប្រញាប់ទៅកុំឲ្យពុកម៉ែយើងនៅចាំយូរណាអូនចារួចរាល់ហើយបងតោះអញ្ចឹងបើរួចរាល់ហើយយើងទៅតែម្ដងកុំឲ្យពុកម៉ែយើងចាំយូរណាអូនពិតមែនហើយបងពុកនិងម៉ែប្រហែលជាចាំមើលផ្លូវយើងហើយព្រោះម្សិលមិញនេះខ្ញុំទៅគាត់សប្បាយចិត្តខ្លាំងណាស់ពេលដែលឮថាយើងទៅលេងគាត់នៅថ្ងៃនេះកញ្ចនានិងឌីវីតក៏ចេញដំណើរទៅលេងឪពុកម្ដាយនៅឯស្រុកម៉ែវាអាឡ័យតែសប្បាយចិត្តភ្លេចប្រាប់ម៉ែវាឯងឲ្យឈឹងខ្ញុំមានដំណឹងល្អប្រាប់ម៉ែវាឯងណាដំណឹងល្អអីទៅឪវាប្រាប់ខ្ញុំមកដើម្បីឲ្យខ្ញុំសប្បាយចិត្តដូចជាពុកវាឯងដែរណាត្រូវហើយម៉ែវារឿងនោះគឺកញ្ចនានិងឌីវីតមកលេងយើងថ្ងៃនេះហើយណាម៉ែវាថាម៉េចឪវាកូនឌីវីតនិងកញ្ញាមកលេងយើងថ្ងៃនេះឯងអើយសប្បាយចិត្តខ្លាំងណាស់ខ្ញុំកំពុងតែនឹកកូនខ្លាំងផងខ្ញុំឯណេះណាក៏សប្បាយចិត្តដែរម៉ែវាសប្បាយចិត្តខ្លាំងពេកភ្លេចប្រាប់ម៉ែវាឯងឲ្យឈឹងឥឡូវពួកវាឯងនៅចាំផ្ទះណាខ្ញុំទៅទិញម្ហូបចំណីដើម្បីឲ្យកូនពិសាឲ្យបានឆ្ងាញ់មាត់ម្ដងណាពួកវាថាហើយមីងសនក៏ដើរចេញទៅពេលនោះកញ្ចនាក៏ទេមកភ្លាមតែម្ដងម៉ែវាជប់សិនកូនយើងទេមកនេះអាណាឪវាកូនយើងទេមកហ៎មកខ្ញុំជួបកូនបន្តិចឪវាអាឡូកូនស្រីម្ដាយកូនមកដល់ណាហើយចាម៉ែប្រហែលជាកន្លះម៉ោងទៀតកូនទៅដល់ហើយម៉ែចាស់ម៉ែនឹងពុកហូបអីពេលព្រឹកហើយឬនៅម៉ែចាកូនពុកម៉ែហូបរួចរាល់ហើយឥឡូវម៉ែត្រៀមនឹងទៅរកទិញម្ហូបចំណីដែលកូនចូលចិត្តដើម្បីយកមកធ្វើឲ្យកូនបានពិសាឆ្ងាញ់មាត់ម្ដងណាកូនមិនបាច់ទេម៉ែពុកម៉ែចង់ពិសាអីពុកម៉ែប្រាប់ខ្ញុំមក
ចាំខ្ញុំទិញទៅដើម្បីធ្វើឲ្យពុកម៉ែពិសាបានឆ្ងាញ់ម្ដង កុំទិញអាណាថ្លៃពេកណាកូនព្រោះលុយពិបាករកខ្លាំងណាស់ណាកូន មិនអីទេម៉ែយូរកូនមកលេងពុកម៉ែម្ដងធ្វើម្ហូបឲ្យពុកម៉ែឲ្យបានឆ្ងាញ់ពិសាម្ដងណាពុកម៉ែ ចាកូនសុខសប្បាយតាមផ្លូវណាកូន ណែម៉ែវាកូនយើងនិយាយអីខ្លះម៉ែវាឯងជួយប្រាប់ខ្ញុំផងទៅមើលខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ណាម៉ែវា កូនយើងនិយាយថាកន្លះម៉ោងទៀតនឹងមកដល់ហើយពុកវាហើយកូនយើងនិយាយទៀតថានឹងទិញម្ហូបឆ្ងាញ់មកឲ្យយើងទៀតផងណាពុកវាខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលកូនចេះដឹងគុណបែបនេះ អីយ៉យពិតជាសំណាងមែនទែនបានទាំងកូនមកមើលមុខបាត់នឹកហើយមានម្ហូបឆ្ងាញ់ឲ្យពិសាទៀតអើយពិតជាសប្បាយចិត្តខ្លាំងណាស់ម៉ែវាឆាប់រៀបចំផ្ទះទៅកូនយើងមកដល់ឥឡូវហើយ ពូមីងកំពុងតែសន្ទនាគ្នាយ៉ាងសប្បាយរីករាយស្រាប់តែមីងសំដែលជាប្អូនរបស់មីងសនក៏ដើរចូលមក បងសនបងទាំងពីរនៅផ្ទះដែរទេខ្ញុំមានការបន្តិចណាបង អេប្អូនសំម៉ាអូនមិនឃើញបងនៅទីនេះទេអីបានជាស្រែកហៅនោះហៅខ្ញុំភ្លេចមើលនឹងណាបងឥឡូវតែមើលផ្ទះបងចុះបងថ្លៃនឹងបងសុខសប្បាយទេបង អូបងអានេះសុខសប្បាយទេចុះអូនវិញសុខសប្បាយទេអូន ខ្ញុំនេះមិនសូវជាសុខទេណាបងមានរឿងអីទៅអូនឈឺមែនទេប្រាប់បងមកក្រែងលោកបងជួយបានខ្លះណាអូនចាបងគឺមិនមានឈឺអីនោះទេគឺពិបាកចិត្តអារឿងអត់លុយបងធនាគារនឹងណាបង អូនថ្លៃនៅតែពីរនាក់កូនសោះជំពាក់ធនាគារដែរយកលុយទៅធ្វើអី គឺប្អូនយកលុយទៅទិញម៉ូតូឲ្យកូនជិះទៅរៀននឹងណាបងឥឡូវចំពាក់លុយធនាគារច្រើនណាស់អូនមិនមានលុយសងការប្រាក់គេទេ តើចំពាក់ប៉ុន្មានទៅសុំអាចប្រាប់បងឲ្យដឹងផងបានទេអូន គឺ$15,000ណាបង ណែសុំម៉ាផងដូចជាមិនដែលឮម៉ូតូមួយឯណាដល់$15,000អូនទិញចាញ់បោកគេហើយ តើម៉ូតូអីគីក៏ថ្លៃម្លេះប្អូនបងដូចជាមិនដែលឮសោះ ឥឡូវអូនមកនេះសម្រេចថាចង់ឲ្យបងជួយរឿងអីមែនទេអូននិយាយមក ចាបងថ្ងៃនេះគឺខ្ញុំមកចង់សុំខ្លងដីបងយកទៅបញ្ចាំសិនបានទេ ថាម៉េចជ័យប្លង់ដីផ្ទះ យ៉ាងម៉េចដែរពុកវាប្អូនគឺវាតល់វាអត់ហើយពុកវាឯងគិតយ៉ាងម៉េចដែរពុកវា ខ្ញុំគិតថានេះដំបៅមិនឈឺយកឈើចាក់ឲ្យម៉ែវាដូចជាមិនសមទេដឹងលោកអូនស្រីយើងអត់មានលទ្ធភាពបងទៅយើងមិនអត់ផ្ទះនៅឲ្យម៉ែវាឯងគិតមើលទៅមើល អេពុកវានេះជាប្អូនស្រីយើងតើពុកវាឯងកុំតន់អាសម្រេចចិត្តចឹងអីប្អូនវាពិបាកហើយទៅវាមករកយើង